ផ្នែកទី12ពីរបបរាជានិយមទេវរាជទៅរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបន្ទាប់ពីព្រះបាទនរោត្តមសីហនុបានប្រកាសទុកជាមោឃៈនៅសេចក្តីប្រកាសឯករាជ្យនាថ្ងៃទី12ខែមិនិនាឆ្នាំ1945គឺការប្រកាសឯករាជ្យដែលព្រះអង្គបានធ្វើក្រោមការគៀបសង្កត់របស់ជប៉ុនបារាំងបានបញ្ជូនទីប្រឹក្សាជាច្រើនឲ្យមកជួយចាត់ចែងរៀបចំការងារនៅកម្ពុជាដែលពេលនោះមានព្រះអង្គម្ចាស់មុនីរ៉េតជានាយករដ្ឋមន្ត្រី10ខែក្រោយការចុះហត្ថលេខាទៅលើកិច្ចសន្យាយោគយល់គ្នាបណ្ដោះអាសន្នសិនដែលបានផ្ដល់ស្វ័យភាពផ្ទៃក្នុងទៅឲ្យខ្មែរប៉ុន្តែដាក់ប្រទេសកម្ពុជាឲ្យស្ថិតនៅក្នុងក្របខ័ណ្ឌនៃសហព័ន្ធឥណ្ឌូចិនហើយដែលបារាំងនៅតែបន្តរក្សាសិទ្ធិចាត់ចែងនយោបាយក្រៅប្រទេសទឹកដីខ្មែរផ្នែកខាងជើងដែលសៀមបានកាត់ផ្ដាច់យកនៅពេលដែលកងទ័ពជប៉ុនចូលមករាតត្បាតបានត្រូវប្រគល់មកឲ្យខ្មែរវិញនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1946តាមរយៈសន្ធិសញ្ញា San Francisco សូមបញ្ជាក់ថាការចរចាស្ដីពីបញ្ហានេះជាការមួយដ៏ពិបាកព្រោះត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់អង្គការអន្តរជាតិគឺនៅឆ្នាំ1946នេះហើយដែលចលនាខ្មែរឥស្សរៈធ្វើសកម្មភាពយ៉ាងខ្លាំងក្រុមខ្លះមានការគាំទ្រពីប្រទេសជិតខាងហើយក្រុមខ្លះជាចលនារំដោះទាមទារឯករាជ្យខ្មែរពិតប្រាកដក្រុមសឹងងុកមិញជាចលនាតស៊ូវៀតមិញរបស់ដាបឈួនត្រូវគេចោទប្រកាន់ថាធ្លាប់មានទំនាក់ទំនងជាមួយថៃផងជាមួយអង្គការវៀតមិញផងនេះបើយោងទៅតាមការបកស្រាយរបស់លោកជាសុតចលនារបស់អ្នកអង្គម្ចាស់នរោត្តមច័ន្ទរាំងសីក៏ជាចលនាតស៊ូដើម្បីឯករាជ្យដែរតែក៏មានគោលដៅផ្ទាល់ខ្លួនរបស់ព្រះអង្គដែរព្រោះអ្នកអង្គម្ចាស់នរោត្តមច័ន្ទរាំងសីត្រូវគេចាត់ទុកថាជាគូប្រជែងមួយដ៏សំខាន់របស់ព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុនៅក្នុងក្របខ័ណ្ឌនៃការទាមទារឯករាជ្យតាមផ្លូវអាវុធក្រុមឥស្សរៈទាំងនេះក៏មានឥទ្ធិពលច្រើនដែរក្នុងការគៀបសង្កត់ទៅលើបារាំងទោះបីគេការពារប្រយោជន៍ឬមានបង្អែកខុសគ្នាក្តីក៏នៅពេលនោះគេធ្វើសកម្មភាពរួមគ្នាដែរហើយដូច្នេះបានជានៅថ្ងៃទី7ខែសីហាឆ្នាំ1946ខ្មែរឥស្សរៈប្រមាណ300នាក់ដឹកនាំដោយដាបឈួនផងដោយសឹងងុកមិញនិងដោយអ្នកអង្គម្ចាស់នរោត្តមច័ន្ទរាំងសីផងបានវាយលុកទីក្រុងសៀមរាបនិងបុរីអង្គរយកធ្វើជាទីតាំងរបស់គេប៉ុន្តែបានតែរយៈពេល6ថ្ងៃប៉ុណ្ណោះនៅថ្ងៃទី1ខែកញ្ញាឆ្នាំដដែលនោះការបោះឆ្នោតជ្រើសតាំងសភាពិគ្រោះបានប្រព្រឹត្តទៅជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រខ្មែរ3ខែមុនព្រឹត្តិការណ៍នេះអ្នកអង្គម្ចាស់យុតិវង្សបានវិលត្រឡប់មកកម្ពុជាហើយបានត្រូវជ្រើសតាំងជាប្រធានគណៈបកប្រជាធិបតេយ្យសូមបញ្ជាក់ថាគណៈបកប្រជាធិបតេយ្យដែលបានត្រូវបង្កើតនៅខែមិនិនាឆ្នាំ1946មានការចូលរួមពីសំណាក់បញ្ញវន្តជាច្រើនហើយមានអ្នកដឹកនាំក្រាក់ៗដូចជាលោកសឹមវ៉ាលោកឈៀនវ៉មលោកអៀវកឹកជាដើមការបោះឆ្នោតសភាពិគ្រោះនាថ្ងៃ1កញ្ញាបានផ្ដល់ជោគជ័យដ៏ត្រចះត្រចង់ទៅឲ្យគណៈបកប្រជាធិបតេយ្យដែលយកបាន50អាសនៈក្នុងចំណោមអាសនៈទាំងអស់69បន្ទាប់មកនៅថ្ងៃទី15ខែធ្នូអ្នកអង្គម្ចាស់យុតិវង្សត្រូវតែងតាំងជានាយករដ្ឋមន្ត្រីជំនួសព្រះអង្គម្ចាស់ស៊ីសុវត្ថិមុនីរ៉េតជោគជ័យរបស់គណៈបកប្រជាធិបតេយ្យបានធ្វើឲ្យបារាំងមានកង្វល់យ៉ាងខ្លាំងទន្ទឹមនោះបារាំងបានជំរុញឲ្យព្រះអង្គម្ចាស់នរិនដេតបង្កើតគណៈបកនយោបាយមួយគឺគណៈបកសេរីភាពដើម្បីចូលប្រកួតក្នុងការបោះឆ្នោតសភានៅថ្ងៃទី6ខែឧសភាឆ្នាំ1947រដ្ឋធម្មនុញ្ញលើកដំបូងបង្អស់នៃប្រទេសកម្ពុជាបានត្រូវប្រកាសឲ្យប្រើគឺថ្ងៃនោះហើយដែលប្រទេសកម្ពុជាបានប្តូរពីរបបរាជានិយមទេវរាជមកជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរដ្ឋធម្មនុញ្ញថ្ងៃទី6ខែឧសភាឆ្នាំ1947មានលក្ខណៈប្រហាក់ប្រហែលនឹងរដ្ឋធម្មនុញ្ញសាធារណរដ្ឋទី4របស់បារាំងព្រោះអំណាចធ្លាក់ទៅក្នុងកណ្ដាប់ដៃសភាទាំងស្រុងពោលគឺប្រព័ន្ធសភា2រួមមានរដ្ឋសភានិងព្រឹទ្ធសភាដែលមានឈ្មោះថាក្រមប្រឹក្សារាជាណាចក្រទោះជាយ៉ាងនេះក្តីដោយគណៈបកប្រជាធិបតេយ្យប៉ាន់ស្មានកម្លាំងរបស់ព្រះបាទនរោត្តមសីហនុនិងការវិវត្តមិនត្រូវគេក៏ពុំបានចាប់អារម្មណ៍ទៅលើមាត្រា21ដែលកំណត់ថាអំណាចទាំងអស់បានមកពីព្រះមហាក្សត្រ
ជាហេតុនាំឲ្យព្រះមហាក្សត្រយកមាត្រា21នោះទៅអនុវត្តនៅពេលក្រោយមកទៀតតាមការពិតទៅអ្នកដឹកនាំគណៈបកប្រជាធិបតេយ្យនៅពេលនោះមានជំនឿថាព្រះមហាក្សត្រមុខជាធ្វើសហការដោយចិត្តស្និទ្ធជាពុំខានព្រោះគេសង្កេតឃើញថាព្រះបាទនរោត្តមសីហនុទ្រង់អានអត្ថបទរបស់ព្រះអង្គយុត្តិវង្សចុះផ្សាយក្នុងកាសែតអ្នកប្រជាធិបតេយ្យដោយសពព្រះរាជហឫទ័យជាទីបំផុតហើយសរសើរជារឿយៗអំពីរបៀបពិចារណាដ៏ម៉ត់ស្ចាត់របស់ព្រះអង្គម្ចាស់យុត្តិវង្សដែលបានជាប់សញ្ញាបត្របណ្ឌិតរដ្ឋខាងរូបវិទ្យានៅប្រទេសបារាំងមុននឹងឈានទៅនិយាយអំពីការប្រើសិទ្ធិនេះដោយព្រះមហាក្សត្រនៅថ្ងៃទី18ខែកញ្ញាឆ្នាំ1949គឺថ្ងៃដែលព្រះបាទនរោត្តមសីហនុបានប្រកាសរំលាយរដ្ឋសភាចោលខ្ញុំសូមនិយាយពីសមាជិកភាពនៃគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គម្ចាស់យុត្តិវង្សដែលបានត្រូវតែងតាំងនៅថ្ងៃទី15ខែធ្នូឆ្នាំ1946បន្តមកទៀតព្រះអង្គម្ចាស់យុត្តិវង្សបានតែងតាំងព្រះអង្គម្ចាស់ស៊ីសុវត្ថិវត្តឆាយាវង្សឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងយុតិធម៌លោកស៊ុនវឿនសៃកាន់ខាងក្រសួងការពារជាតិលោកសឿនសានកាន់ខាងហិរញ្ញវត្ថុលោកប៉ែនសំអែលសេដ្ឋកិច្ចលោកឈៀនវ៉មអប់រំជាតិលោកប្រាក់សារិនសាធារណការគមនាគមន៍និងសុខាភិបាលលោកប៉ែននុតទេសរដ្ឋមន្ត្រីទទួលបន្ទុកខាងរដ្ឋបាលទីក្រុងភ្នំពេញលោកហ៊ុយកន្ធុលរដ្ឋលេខាធិការខាងឃោសនាការនិងព័ត៌មានលោកហាក់ម៉ុងសេងរដ្ឋលេខាធិការហិរញ្ញវត្ថុលោកអូឈឿនធម្មការនិងវិចិត្រសិល្បៈលោកអ៊ុចធុចខាងភស្តុភារប៉ុន្តែគួរឲ្យអកុសលព្រះអង្គម្ចាស់យុត្តិវង្សចូលទីបង្គត់នៅថ្ងៃទី11ខែកក្កដាឆ្នាំ1947នៅក្នុងជន្មាយុ35ព្រះវស្សា